ការដែលខ្ញុំនៅហ៊ានវិជាឡ័យខ្ញុំទទួលបានពាក្យដែលគេថាមកឲ្យខ្ញុំច្រើនដែរអ្នកតគ្នាប៉ុន្តែខ្ញុំយកពាក្យទាំងអស់ហ្នឹងមកធ្វើជាកម្លាំងចិត្តដែលធ្វើខ្ញុំអាចហ៊ានហូតបានទទួលបាននីតិ A ហ្នឹងហើយសូម្បីតែលោកគ្រូខ្លះក៏គាត់លំមាត់ដែរថានីតិបាននីតិ A ទៀតអីអញ្ចឹងទៅដោយសារតែកាលមុនក៏ខ្ញុំជាសិស្សម្នាក់ដែលខ្សោយហើយខ្ញុំយល់អារម្មណ៍អ្នកដែលគាត់ហ៊ានខ្សោយដូចគ្នាហ្នឹងទៅមកវិញអ្នកតគ្នាក៏ទាត់ណាបាក់ទឹកចិត្តអីព្យាយាមក្នុងការសិក្សារៀនសូត្របន្ថែមទៀតអញ្ចឹងខ្ញុំសង្ឃឹមថាវីដេអូនេះនឹងជួយជាប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នាប៉ុន្តែមុននឹងចូលវីដេអូមួយនេះដែរអ្នកទាំងអស់គ្នាកុំភ្លេចចុច report like ក៏ដូចជា mention ដើម្បីអ្នកទាំងអស់គ្នាឃើញវីដេអូនេះបានកាន់តែច្រើនកាន់តែល្អដោយសារតែវីដេអូនេះគឺពិតជាមានសារៈសំខាន់ខ្លាំងមែនតើជាពិសេសសម្រាប់អូនដែលគាត់ធៀមប្រឡង diploma ឬក៏បាក់ឌុបជាដើមអញ្ចឹងវីដេអូនេះខ្ញុំមកចែកតាក់ទងជាមួយនឹងទម្លាប់3ដែលធ្វើអ្នកទាំងអស់គ្នាខ្លាចទៅជាសិស្សប៉ាកែទម្លាប់ទី1គឺ study rotation កុំរៀនមុខវិជ្ជាមួយយូរពេកបដូរមុខវិជ្ជារៀងរាល់1ម៉ោងម្ដងឧទាហរណ៍1ម៉ោងរៀនគណិតចប់1ម៉ោងទៀតរៀនគីមីនិងបន្តមកតបទៀតអង់គ្លេសរយៈពេល1ម៉ោងដូចគ្នាដែរអញ្ចឹងទៅធ្វើឲ្យអ្នកទាំងអស់គ្នារៀនអត់ឆាប់ធុញអត់ឆាប់ហត់ជាពិសេសគឺខួរក្បាលយើងអាចផ្ដោតអារម្មណ៍ទៅលើមេរៀនហ្នឹងបានកាន់តែល្អជាងមុនទម្លាប់ទី2 memory trigger អញ្ចឹងសម្រាប់ខ្ញុំចូលចិត្តភ្ជាប់មេរៀនជាមួយនឹងរូបភាពឬក៏រឿងអីខ្លីៗអញ្ចឹងទៅធ្វើឲ្យខ្ញុំនឹងអាចចាំតាក់ទងជាមួយនឹងមេរៀននឹងបានយូរក៏ដូចជារូបមន្តអីមួយឧទាហរណ៍រូបមន្តមួយអញ្ចឹងទៅខ្ញុំអាចភ្ជាប់ជាមួយនឹងរូបភាពផ្សេងងាយជាងការដែលយើងទន្ទិញបែបធម្មតាដោយសារតែយើងមានរូបភាពទម្លាប់ទី3គឺ mini goal កុំដាក់គោលដៅធំពេកអញ្ចឹងអ្នកទាំងគ្នាអាចជំនួសជាគោលដៅតូចៗវិញឧទាហរណ៍ថ្ងៃនេះអ្នកទាំងគ្នាត្រូវតែរៀនឲ្យបាន1មេរៀនឬក៏ថ្ងៃហ្នឹងអ្នកទាំងគ្នាត្រូវធ្វើឲ្យបាន5លំហាត់អីជាដើមគោលដៅទូចៗអញ្ចឹងទៅអ្នកទាំងគ្នាងាយស្រួលនៅក្នុងការសម្រេចហើយអត់សូវដាក់សម្ពាធឲ្យខ្លួនឯងទៀតសម្រាប់វីដេអូខ្ញុំថ្ងៃនេះដែរគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនបាយបាយ